បាទសូមគោរពជម្រាបសួរបងប្អូននៅក្នុង YouTube ផងដែរបងប្អូនបាទអញ្ចឹងបងប្អូនខានជួបខ្ញុំមួយរយៈហើយបងប្អូនបាទដោយសារខ្ញុំរវល់ពេកខ្ញុំអត់បានធ្វើវីដេអូចែករំលែកជូនបងប្អូនទេបាទអញ្ចឹងខ្ញុំមាន2សំណួរបងប្រុសដែលគាត់សួរខ្ញុំ2សំណួរបាទអញ្ចឹងខ្ញុំដល់គាត់ឈ្មោះអីទេបាទខ្ញុំអានមិនដាច់ទេបាទអញ្ចឹងទី1គឺគាត់ជាវភ្លើងពី EDC ក៏ទូខ្ញុំណាជាវភ្លើងពី EDC 32 ampere បាទចូលផ្ទះរបស់គាត់ប៉ុន្តែឡានគាត់អាគុយរបស់គាត់ទទួល power ទៅដល់អាគុយហ្នឹងគឺ7 kW បាទហើយឆ្នាំងសាករបស់គាត់ហ្នឹងបញ្ចូលអាគុយហ្នឹងគឺ3.3 kW បាទអញ្ចឹងគាត់សួរខ្ញុំថាតើយើងគូបែងចែក Decanter ហ្នឹងប្រមាណអំពីបាទអញ្ចឹងសំណួរទី1គឺខ្ញុំឆ្លើយជូនបងតែម្ដងបាទអញ្ចឹងសម្រាប់របស់បងគឺបងអាចប្រើ3 16 ampere ក៏បានដែរបាទដោយសារបើសិនជាអាចទេបងអាចបែងចែកទៅ20 ampere តែម្ដងទៅដោយសារ3 kWបាទបងអាចប្រើ16 ampere បាទជាក់ស្ដែងណាយើងគណនាទៅឃើញ3.3 kW បាទអញ្ចឹងបើសិនជាអាចទេបងអាចបំបែក Decanter 16 ampere ក៏បាន20 ampere ក៏បានអញ្ចឹងដាក់ឲ្យលើសណាបងប្រុសបាទអញ្ចឹងបងប្រុសអាចធ្វើតាមហ្នឹងទៅបងប្រុសអាចសាកឡានរបស់បងបានហើយដោយសារជាទូទៅយើងគណនាទៅគឺ3 kW ហ្នឹងគឺ3.3 kW បាទអញ្ចឹងដល់តែ16 ampere ទេបាទអញ្ចឹងបងអាចប្រើឲ្យលើសទៅដាក់20 ampere ទៅអញ្ចឹងបងអាចសាកឡានរបស់បងបានហើយបាទសំណួរមួយទៀតបងប្រុសគាត់សួរខ្ញុំបាទបងប្រុសផ្សេងណាបងប្រុសផ្សេងគាត់សួរខ្ញុំថាគាត់ជាភ្លើង32 ampere ដែរបាទចូលក្នុងផ្ទះណាហើយភ្លើងគាត់អត់លោតនៅក្នុងផ្ទះទេគឺលោតនៅបកគោភ្លើងតែម្ដងបាទអញ្ចឹងគាត់ប្រើខ្សែ100 ម៉ែត្របាទ100 ម៉ែត្រពីបកគោភ្លើងមកចូលផ្ទះរបស់គាត់ហ្នឹងគឺប្រើភ្លើង100 ម៉ែត្រប្រើខ្សែ100 ម៉ែត្រចូលដល់ក្នុងផ្ទះបាទអញ្ចឹងកំហុសដែលធ្ងន់នោះគឺបងប្រើមុខកាត់ខ្សែមិនត្រឹមត្រូវបាទអញ្ចឹងបងគិតទៅថា32 ampere ប្រើខ្សែប្រមាណអាហ្នឹងបងត្រូវសិក្សាជាមួយជាងបាទយើងអាហ្នឹងបើជាងស្តង់ដារណាបងប្រុសបាទអញ្ចឹងបើសិនជាជាងអត់ស្តង់ដារអញ្ចឹងបងត្រូវទៅស៊ូគាត់បញ្ជាក់ថា32 ampere ពីបកគោភ្លើងមកត្រូវប្រើខ្សែប្រមាណ100 ម៉ែត្រហ្នឹងប្រើគណនាទៅគឺយើងប្រើខ្សែប្រមាណអញ្ចឹងប្រមាណលីបាទមកកាត់ខ្សែប្រមាណអញ្ចឹង32 ampere បងអាចប្រើ6ការ៉េបាទ2គុណ6ក៏បានប៉ុន្តែចម្ងាយដែលឆ្ងាយ100 ម៉ែត្រអញ្ចឹងបងគូប្រើតែបងគូតែប្រើខ្សែ2គុណ10ទៅបាទខ្សែសយើងណា2គុណ10ទៅគឺបងអាចប្រើបានហើយបាទអញ្ចឹងដោយសារចម្ងាយឆ្ងាយទេបាទបើសិនជាត្រឹម10 ម៉ែត្រ20 ម៉ែត្របងអាចប្រើ2គុណ6បានបាទ2គុណ6វាល្មមហើយប៉ុណ្ណឹង32 ampere បាទជាក់ស្ដែងខ្សែមេគឺយើងប្រើឲ្យធំតែម្ដងបាទយើងអត់ប្រើខ្លីទេបាទអញ្ចឹងពីសំណួរនេះគឺខ្ញុំឆ្លើយជូនបងប្រុសទាំងពីរតែម្ដងបាទអញ្ចឹងបងអាចធ្វើតាមហ្នឹងទៅបើជាក់ស្ដែង100 ម៉ែត្រ32 ampere បងអាចប្រើ2គុណ10ទៅបាទ2គុណ10ទៅវាល្អបាទសម្រាប់យើងប្រើថ្ងៃក្រោយទៀតទៅគឺវាតង់សឹងអត់ទេបាទអញ្ចឹងមូលហេតុអីបានខ្ញុំព្យាយាមឲ្យបងប្រើខ្សែធំបាទបងត្រូវចាំថាខ្សែប្រើកាន់តែឆ្ងាយតុងសុងកាន់តែធ្លាក់បាទតុងសុងហ្នឹងអីគេតុងសុងហ្នឹងគឺvoltage របស់យើងណាពេលដែលយើងប្រើប៉ះតុងសុងយើងអត់គ្រប់បាទវាធ្លាក់ឧទាហរណ៍ថាដើមលីង230បាទដើមលីង230យើងធ្លាក់មកដល់ផ្ទះយើងចាប់ពី100 ម៉ែត្រមកដល់នេះមកដល់ក្នុងផ្ទះយើងចុងខ្សែយើងបានតែ220ទេអញ្ចឹងកាលណាយើង220ឧទាហរណ៍ថា220យើងប្រើក្នុងផ្ទះ
មានទូរកម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ទៀតវាកាន់តែធ្លាក់ទៀតបាទដោយសារយើងរត់ខ្សែខាត់ខ្វែងឆ្ងាយអញ្ចឹងគឺតុងខ្យងយើងធ្លាក់បាទអញ្ចឹងបាទខ្ញុំព្យាយាមឲ្យបងប្រុសប្រើខ្សែធំបាទប្រើខ្សែធំតែម្ដងទៅយើងចំណាយតែម្ដងយើងអត់ខាតតែដូរខ្សែម្ដងទៀតអញ្ចឹងណាអញ្ចឹងបញ្ហាដែលលោតនៅបកគោនោះគឺបកគោភ្លើង EDC គឺយើងប្រើខ្សែតូចវាអត់លោតនៅក្នុងផ្ទះហើយអញ្ចឹងយើងហើយមួយទៀតបើសិនជាយើងប្រើនៅបកគោជាភ្លើង EDC 32អាំពែអញ្ចឹងយើងគួរតែដាក់នៅក្នុងផ្ទះយើង32អាំពែដែរហ្មងអញ្ចឹងយើងអត់អាចដាក់ធំទេអញ្ចឹងយើងទោះបីយើងដាក់ dispenser ធំជាងហ្នឹងក៏ដោយក៏យើងអត់បាន32អាំពែដែរដោយសារភ្លើងពី EDC មកជាវគាត់តែ32អាំពែក៏ដាក់ dispenser ហើយអញ្ចឹងបងដាក់លើសហ្នឹងក៏បញ្ហាដែរអញ្ចឹងពី EDC 32អាំពែក្នុងផ្ទះបងក៏32អាំពែដូចគ្នាបាទដើម្បីបែងចែកមួយdispenser តូនមួយហ្នឹងដើម្បីយើងសម្រាប់ control នៅក្នុងផ្ទះបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកជូនបងប្រុសទាំងពីរបាទអញ្ចឹងបងដែលមិនទាន់ដឹងបងអាចមើលវីដេអូខ្ញុំទៅហើយជួយ subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយខ្ញុំនឹងមានវីដេអូថ្មីតទៅទៀតពាក់ព័ន្ធនឹងបណ្ដាញអគ្គិសនីបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមជម្រាបលាបងប្អូនអរគុណបាទ